Halloween នៅបារមួយកន្លែងនេះគឺគេមានរៀបចំកម្មវិធី Pink-Halloween ដែលជ្រើសរើសអ្នកដែលគាត់តែងខ្លួនរបៀប costume Halloween ហ្នឹងចំនួន3នាក់ហើយគាត់បានរង្វាន់ទៀតអ្នកសៀមរាបមួយចំនួនគាត់ប្រកាសជាអត់ទាន់ស្គាល់ Barcode ទេចឹង Barcode គឺជាក្លឹបមួយដែលមានការសម្ដែងជា drag queen ចឹងអ្នកខ្លះក៏អត់ទាន់ដឹងទេការសម្ដែងជា drag queen ហ្នឹងគឺជាការសម្ដែងបែបម៉េចចឹងការសម្ដែងជា drag queen ភាគច្រើនគឺជាបុរសឬក៏ជាភេទទី3ចំពោះពួកគាត់គឺប្រើប្រាស់ការតុបតែងមុខបែបរៀងខ្លាំងៗណាអ្នកទាំងអស់គ្នាហើយការស្លៀកពាក់ក៏សាហាវៗដែរដូចអ្នកនរគ្នាបានឃើញក្នុងវីដេអូហ្នឹងអញ្ចឹងអ្នកសម្ដែងគឺគាត់ចូលចិត្តរបៀបត្រាប់តាមរបៀប lip sync ណាអ្នកទាំងអស់គ្នាហើយភាគច្រើនគឺជាការច្រៀងចម្រៀងអីចឹងទៅស្រាប់ខ្ញុំដែលបានចូលរួមនៅកន្លែងហ្នឹងគឺខ្ញុំមានអារម្មណ៍ថាគឺថាសប្បាយហ្មងអ្នកទាំងអស់គ្នាឈៀលសាហាវហើយសំខាន់គឺការសម្ដែងរបស់គាត់គឺលះសាហាវខូតែម្ដងហើយដោយសារតែថ្ងៃដែលខ្ញុំទៅគឺជាថ្ងៃ Halloween ចឹងក៏គេមានកម្មវិធីរបៀបថាឲ្យភ្ញៀវលេង costume អីចឹងទៅប៉ុន្តែអ្នកទាំងអស់គ្នាចង់ប្លែកអារម្មណ៍អ្នកទាំងអស់គ្នាអាចមកលេងនៅហ្នឹងបានហើយកន្លែងហាងរបស់គាត់គឺមានការសម្ដែងហ្នឹងចាប់ពីម៉ោង 9 យប់ទៅ